អនុញ្ញាតគោរពនឹងជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បាទនៅក្នុងថ្ងៃនេះដែរខ្ញុំមានព័ត៌មានថ្មីដើម្បីចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះគឺតាក់ទងទៅនឹងផ្កាយរណបរបស់អឺរ៉ុបបានបង្ហាញពីសកម្មភាពយោធាថៃបន្តកំទេចហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើនក្រោយបទឈប់បាញ់អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃអង្គារទី20ខែមករាឆ្នាំ2026បានចេញផ្សាយនៅរបាយការណ៍ទទួលបានពីផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបដោយថតជាប់ទង្វើយោធាថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរជាច្រើននៅក្នុងតំបន់ចំនួន2ដែលភាគីថៃកំពុងគ្រប់គ្រងក្រោយពេលមានបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025យោងតាមរូបភាពពីផ្កាយរណបនៃទីភ្នាក់ងារអវកាសអឺរ៉ុបបានបង្ហាញឲ្យឃើញនៅចំនួនផ្ទះសម្បែងជាច្រើននៅក្នុងភូមិជោគជ័យនិងតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យត្រូវបានឈូសឆាយនិងបំផ្លិចបំផ្លាញដោយកងកម្លាំងប្រដាប់អាវុធថៃអស់រយៈពេលជាច្រើនថ្ងៃនិងជាច្រើនសប្តាហ៍ទោះបីបទឈប់បាញ់រវាងកម្ពុជាចូលជាធរមានតាំងពីខែធ្នូឆ្នាំ2025មកម្លេះការវាយបំផ្លិចបំផ្លាញនេះកំពុងត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលកំពុងប្រទាញប្រទង់គ្នាដែលប្រទេសកម្ពុជានិងថៃសុទ្ធតែអះអាងថាជាទឹកដីរបស់ខ្លួននិងមួយផ្នែកទៀតនៅក្នុងតំបន់ដែលភាគីទាំងពីរទទួលស្គាល់រួចមកហើយថាជាទឹកដីកម្ពុជានិងទឹកដីថៃអង្គការលីកាដូក៏បានតវ៉ាថាទោះបីជាផ្ទះសម្បែងដែលត្រូវបានបំផ្លិចបំផ្លាញទាំងនោះស្ថិតនៅក្នុងទឹកដីនៃប្រទេសណាក៏ដោយការបំផ្លិចបំផ្លាញនិងឈូសឆាយក្រោយពេលមានបទឈប់បាញ់គឺមិនអាចលើកឡើងថាជាការបំផ្លាញទីតាំងប្រើប្រាស់សម្រាប់គោលបំណងយោធានោះទេហើយនេះគឺជាអំពើរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរអង្គការលីកាដូក៏បានបន្ថែមទៀតថាការវាយកំទេចផ្ទះសម្បែងជាទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិលដោយអាជ្ញាធររដ្ឋដែលគ្រប់គ្រងនៅទីនោះគឺត្រូវបានហាមឃាត់ដោយយោងទៅតាមមាត្រា53នៃអនុសញ្ញាទីក្រុងហ្សឺណែវទី4ច្បាប់សិទ្ធិមនុស្សអន្តរជាតិបានការពារសិទ្ធិមានលំនៅឋានសមរម្យនិងហាមឃាត់រាល់ការបំផ្លិចបំផ្លាញផ្ទះប្រជាជនស៊ីវិលទៅតាមទំនឹងចិត្តនិងការបណ្តោយដោយបង្ខំទោះបីជាដីនោះជាកម្មសិទ្ធិរបស់ជនណាឬប្រទេសណាក៏ដោយក្នុងន័យនេះអង្គការលីកាដូទាមទារឲ្យអាជ្ញាធរថៃបញ្ឈប់ជាបន្ទាន់នៅការវាយកំទេចឈូសឆាយផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងភូមិនិងតំបន់ទាំងនេះនៅខណៈដែលទាំងប្រទេសទាំងពីរថៃនិងកម្ពុជាបន្តចរចាកំណត់ខណ្ឌសីមាព្រំដែននៅក្នុងពេលប៉ុន្មានសប្តាហ៍និងប៉ុន្មានខែទៀតខាងមុខជាមួយគ្នារដ្ឋាភិបាលថៃគួរតែពិចារណាលើការផ្ដល់ដំណោះស្រាយនិងសំណងត្រឹមត្រូវនិងស្របច្បាប់ដល់ប្រជាជនម្នាក់ៗក្នុងក្រុមគ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់ទៅតាមទំហំនៃការខូចខាតយ៉ាងដំណំពីការបំផ្លិចបំផ្លាញផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេដោយឡែកចំពោះកម្ពុជាអង្គការលីកាដូក៏បានអំពាវនាវទៅដល់អាជ្ញាធរត្រូវធានាថាប្រជាពលរដ្ឋដែលមកពីតំបន់ទាំងនេះទទួលបានកន្លែងស្នាក់នៅសមរម្យខណៈពួកគេកំពុងភៀសសឹកចេញពីលំនៅឋានរបស់ពួកគេឲ្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាមួយគ្នានេះដែរចំពោះបញ្ហាចំនួនកម្ពុជាថៃត្រូវបានមន្ត្រីការបរទេសនៃប្រទេសទាំងពីរគឺកម្ពុជាថៃចង់ឲ្យម៉ាឡេស៊ីនៅតែជាអ្នកសម្របសម្រួលសន្តិភាពមួយនេះភាគីកម្ពុជានិងថៃចង់ឲ្យម៉ាឡេស៊ីនៅតែជាអ្នកសម្របសម្រួលសន្តិភាពដើម្បីជួយប្រទេសទាំងពីរឈានទៅដល់ដំណោះស្រាយយូរអង្វែងចំពោះចំនួនព្រំដែនដែលកំពុងបន្តរបស់សមាជិកអាស៊ានទាំងទ្វេនេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលបានបន្លឺឡើងកាលពីថ្ងៃទី20ខែមករាឆ្នាំ2026ជាក់ស្ដែងរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោកម៉ូហាម៉ាត់ហាសានបានអះអាងថាវាជារឿងមិនពិតនោះទេដែលថាម៉ាឡេស៊ីបានបរាជ័យក្នុងការសម្របសម្រួលកិច្ចចរចារវាងកម្ពុជានិងថៃតាមបណ្ដោយព្រំដែនដែលមានជម្លោះលោកថ្លែងថាពេលនេះយើងមិនមែនជាប្រធានអាស៊ានដូចមុនទេហ្វីលីពីនបានចូលកាន់តំណែងហើយប៉ុន្តែប្រទេសទាំងពីរគឺកម្ពុជានិងថៃចង់បានម៉ាឡេស៊ីជាអ្នកសម្របសម្រួលដូច្នេះខ្ញុំបានប្រាប់ទៅសមាជិកភាគីទាំងសងខាងថាឲ្យសរសេរសម្បត្តិមកយើងគេនៅចាំបានថាកាលពីខែកក្កដាឆ្នាំមុនភ្លើងសង្គ្រាមឈ្លានពានលើកម្ពុជាចាប់ផ្ដើមបង្កាត់នៅតាមបណ្ដោយព្រំដែនក្រោយមកកម្ពុជាថៃបានយល់ព្រមទៅលើសេចក្តីប្រកាសរួមស្តីពីសន្តិភាពរាជធានីកូឡាឡាំពួរដែលមានលោកដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមជាសាក្សីប៉ុន្តែសេចក្តីប្រកាសរួមនេះត្រូវបានដួលរលំដោយសារតែភាគីថៃរំលោភម្ដងហើយម្ដងទៀតនិងបើកការឈ្លានពានកម្ពុជាសាជាថ្មីនៅទីបំផុតថ្ងៃទី27ខែធ្នូបទឈប់បាញ់ថ្មីមួយទៀតត្រូវបានប្រសូតឡើងទោះជាយ៉ាងណាក៏ដោយបទឈប់បាញ់ថ្មីនេះនៅតែមានសភាពផុយស្រួយព្រោះថាភាគីថៃទំនងជាមិននៅស្ងៀមឡើយអាចនឹងរកលេសឈ្លានពានកម្ពុជានៅថ្ងៃណាមួយជាថ្មីម្ដងទៀតជាជាមិនខានយើងដឹងហើយថាសន្តិភាពពិភពលោកពេលនេះមានការប្រែប្រួលហើយវាគឺជាកត្តាស្នូលមួយដែលជំរុញឲ្យថៃងាយនឹងបកក្បាលមកខាំសង្គ្រប់កម្ពុជាម្ដងទៀតទន្ទឹមនឹងកង្វះទណ្ឌកម្មលើរាជធានីបាងកក
ធ្វើឲ្យបទឈប់បាញ់នេះកាន់តែមានសភាពស្រពេចស្រពិលជាពិសេសសម្ពាធនៃចរន្តនយោបាយផ្ទៃក្នុងស្រុកថៃដែលជារឿយៗចំនួនព្រំដែនត្រូវបានប្រើប្រាស់ជាឈ្នន់នយោបាយផងនិងបង្កប់ល្បិចកិច្ចការឈ្លានពានដោយយោធានិងអ្នកនយោបាយថៃដើម្បីបង្វែរដានបញ្ហានៅក្នុងស្រុកដរាបណានយោបាយផ្ទៃក្នុងរបស់ប្រទេសថៃនៅមិនទាន់មានស្ថិរភាពព្រំដែនកម្ពុជានៅតែជាចំណាប់ខ្មាំងរបស់ចៅឈ្លានពានមួយនេះដូច្នេះការចូលរួមសម្របសម្រួលពីសំណាក់ភាគីម៉ាឡេស៊ីនៅតែសំខាន់សម្រាប់ប្រទេសដែលមានចំនួនទាំងពីរជាពិសេសរដ្ឋកំសត់របស់កម្ពុជាយើងនេះតែម្ដងបាទជាមួយគ្នានេះដែរខ្ញុំក៏មានដំណឹងល្អមួយចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងផងដែរហើយដំណឹងល្អនោះគឺនៅពេលនេះវរៈកងទ័ពដែលនៅសមរភូមិមុខដែលត្រូវបានយោធាថៃចាប់ខ្លួនកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2025បានត្រឡប់មកកម្ពុជាវិញហើយបាទប្រពន្ធស្រក់ទឹកភ្នែកដោយក្តីរំភើបរីឯម្ដាយត្រហោយំអោបកូនវរៈកងទ័ពជួមុខព្រោះនឹកស្មានថាពលីព្រោះត្រូវយោធាថៃឈ្លានពានចាប់ខ្លួនក្នុងអំឡុងសង្គ្រាមលោកអនុសេនីយ៍ត្រីគៀតស៊ីម៉ាក់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិនដែលបានរងរបួសក្នុងសមរភូមិមុខហើយត្រូវយោធាថៃចាប់ខ្លួនកាលពីថ្ងៃទី24ធ្នូ2025ចំណែកឯក្រុមគ្រួសារនឹកស្មានថាគាត់បានពលីទៅហើយក៏បានធ្វើបុណ្យទៅតាមប្រពៃណីរួចរាល់ផងដែរក៏ប៉ុន្តែពេលនេះវរៈនគរបាលត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យប្រទេសកម្ពុជាវិញកាលពីថ្ងៃទី20មករាឆ្នាំ2026ដែលធ្វើឲ្យស្ត្រីជាភរិយារំភើបឥតឧបមារហូតស្រក់ទឹកភ្នែកសាជាថ្មីក៏ប៉ុន្តែទឹកភ្នែកម្ដងនេះជាទឹកភ្នែកត្រេកអរទឹកភ្នែកនៃក្តីសង្ឃឹមនៅក្នុងជីវិតគូដោយកន្លងមកអ្នកស្រីមិនធ្លាប់នឹកគិតថាបានជួបស្វាមីវិញឡើយនេះជាទឹកភ្នែកស្ត្រីភរិយាយុទ្ធជន3សមរភូមិម្នាក់ក្នុងចំណោមស្ត្រីជាភរិយាឯទៀតដែលបានបាត់បង់ប្តីបាត់បង់កូនប្អូនប្រុសប្អូនថ្លៃឬបងថ្លៃជាយុទ្ធជនការពារទឹកដីពីការឈ្លានពានរបស់ចៅខ្មាំងសៀមដែលបានរំលោភបំពានទឹកដីខ្មែរទាំងកំរោលសាហាវព្រៃផ្សៃនិងអមនុស្សធម៌កាលពីអំឡុងខែធ្នូឆ្នាំ2025ត្បិតថាពួកគេបានបាត់បង់សមាជិកគ្រួសារជាសាច់ញាតិនិងមនុស្សជាទីស្រឡាញ់ក៏ប៉ុន្តែគ្រួសារវរៈយោធានិងគ្រួសារវរៈនគរបាលខ្មែរទាំងអស់មិនបានសម្ដែងនឹងការខកចិត្តឡើយផ្ទុយទៅវិញពួកគេមានមោទនភាពចំពោះការលះបង់សាច់ស្រស់ឈាមស្រស់តស៊ូដើម្បីការពារដែនដីបន្សល់ទុកពីដូនតាដែលត្រូវបានចៅខ្មាំងសៀមទន្ទ្រានឈ្លានពានចូលកាន់កាប់យ៉ាងអង្អាចក្លាហានបើតាមការបញ្ជាក់ពីមន្ត្រីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី20មករាលោកឧត្តមសេនីយ៍ត្រីរ៉ែមវីរៈកំឡុងពេលនាំយកអំណោយរបស់អគ្គស្នងការនគរបាលជាតិដែលមានទាំងថវិកានិងគ្រឿងឧបភោគបរិភោគជូនដល់លោកអនុសេនីយ៍ត្រីគៀតស៊ីម៉ាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនខេត្តបន្ទាយមានជ័យបានឲ្យដឹងថាលោកអនុសេនីយ៍ត្រីគៀតស៊ីម៉ាក់ត្រូវបានយោធាថៃចាប់ខ្លួនកំឡុងពេលសង្គ្រាមចូលឈ្លានពានកម្ពុជាកាលពីថ្ងៃទី24ធ្នូ2025ធ្វើឲ្យគ្រួសារសាច់ញាតិគិតថាគាត់បានពលីព្រោះដំណឹងរបស់គាត់ត្រូវបានកាត់ផ្តាច់យ៉ាងណាក្រោយបាត់ឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូចូលជាធរមានមកសង្គ្រាមត្រូវបានផ្អាកការស្វែងរកដំណឹងយោធិនជួរមុខក៏បានចាប់ផ្ដើមដូចគ្នាប៉ុន្តែដំណឹងរបស់លោកអនុសេនីយ៍ត្រីគៀតស៊ីម៉ាក់មិនមានពន្លឺទាល់តែសោះលោកឧត្តមសេនីយ៍ត្រីរ៉ែមវីរៈគូបញ្ជាក់ថាទោះជាយ៉ាងណាក៏ដោយថ្នាក់ដឹកនាំនៅតែគិតគូរសុខទុក្ខនិងយកចិត្តទុកដាក់ខ្ពស់បំផុតដល់គ្រប់កងកម្លាំងទាំងអស់ដោយបានបដិញ្ញាចិត្តមិនបោះបង់វរៈកងទ័ពកម្ពុជាវរៈនគរបាលកម្ពុជាណាម្នាក់នោះឡើយលោកស្នងការរងក៏បានជំរុញផងដែរដល់ក្រុមគ្រូពេទ្យឲ្យជួយមើលថែទាំវរៈនគរបាលយើងរហូតទៅដល់ជាសះស្បើយថ្លែងពីស្ត្រីជាភរិយាវិញក្រោយទទួលបានដំណឹងថាស្វាមីនៅមានជីវិតនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអ្នកស្រីរំភើបរហូតទៅដល់ស្រក់ទឹកភ្នែកខណៈស្ត្រីជាម្ដាយវរៈនគរបាលគៀតស៊ីម៉ាក់វិញក៏បានស្ទុះទៅយំអោបកូនទាំងសោកសៅដោយក្តីនឹករលឹកនិងត្រេកអរដែលបានឃើញកូនប្រុសនៅមានជីវិតនេះជារឿងហេតុមួយក្នុងចំណោមរឿងហេតុរាប់រយដែលគ្រួសារយុទ្ធជននៅសមរភូមិមុខយើងបានជួបដូច្នេះក្នុងនាមយើងជាកូនខ្មែរត្រូវចងចាំព្រឹត្តិការណ៍ឈ្លានពានរបស់យោធាថៃដែលបានរំលោភទៅលើដែនអធិបតេយ្យភាពយើងទាំងកំរោលកាយសាហាវព្រៃផ្សៃនិងអមនុស្សធម៌បំផុតក្នុងប្រវត្តិសាស្ត្ររបស់យើងសូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី31ធ្នូ2025យោធាថៃឈ្លានពានក៏បានដោះលែងវរៈកងទ័ពកម្ពុជាទាំង18រូបផងដែរក្រោយទទួលរងសម្ពាធអន្តរជាតិនិងការទាមទារដ៏ក្លៀវក្លាពីសំណាក់រដ្ឋាភិបាលកម្ពុជាក្រោយពីពួកគេប្រើល្បិចកិច្ចការចាប់ឃុំខ្លួនដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី29កក្កដាឆ្នាំ2025ពលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបទឈប់បាញ់រវាងប្រទេសទាំងពីរបង្កើតឡើងនៅប្រទេសម៉ាឡេស៊ីចូលជាធរមាននៅវេលាម៉ោង12យប់ថ្ងៃទី28កក្កដាឆ្នាំ2025
សម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា